សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះអេមីនគឺមានរឿងថ្មីមួយដែលមានចំណងជើងថាយប់អស់កលចំពោះរឿងនឹងទៀតសោតបើសិនជាគ្នាយើងណាដែលមើលរឿងផ្ដោតទៅលើថាមពលឬមួយក៏ស្រីស្នំច្រើនអីណានៃស្នេហាអីហ្នឹងគឺមិនបាច់មើលនោះទេគឺអត់ត្រូវឡើយក៏ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាជាអ្នកមើលផ្ដោតទៅលើសាច់រឿងស៊ីជម្រៅខ្លាំងមាន back story អីខ្លាំងនិយាយទៅគឺជាប្រភេទរឿងដែលផ្ដោតទៅលើអត្ថន័យហើយនឹងសាច់រឿងថាមពល cultivation ការវឹកហាត់អីគឺមានដែរគ្រាន់តែថាគេអត់ផ្ដោតខ្លាំងនោះទេអញ្ចឹងហើយអ្នកទាំងអស់គ្នាមើលរឿងនេះអ្វីដែលសំខាន់គឺសាច់រឿងផ្ទាល់តែម្ដងចំពោះកម្រិតវឹកហាត់អីក៏យើងត្រូវតែដឹងដែរគ្រាន់ថាវាមិនចាំបាច់ពេកនោះឡើយមុននឹងបន្តសាច់រឿងគឺសូមពឹងអ្នកទាំងអស់គ្នាមួយកុំភ្លេចចុច join សម្ព័ន្ធ admin អ្នកមួយទៅដែលមានឈ្មោះថាសម្ព័ន្ធគ្មានទីបញ្ចប់ link ក្រុមហ្នឹងគឺមាននៅ description មាននៅ thumbnail ហើយនៅក្នុង comment អ្នកទាំងអស់គ្នាអាច join តាមណាក៏បានដែរឬមួយក៏នៅ post របស់ admin ក៏មានដែរបណ្ដានៃសាច់រឿងយើងក៏បានឃើញមនុស្សមួយក្រុមកំពុងតែធ្វើដំណើរដោយការជិះសេះនៅក្នុងដំណើររបស់គេនឹងទៀតសោតមើលទៅដូចជាសប្បាយចិត្តខ្លាំងណាស់មានផឹកស្រាអមដំណើរផងអីផងក៏លេចមើលខាងលើយើងក៏បានឃើញថាបរិមអ្នកកំពុងតែសង្កេតមើលទៅកាន់ពួកគេពេលថ្ងៃត្រូវបានបញ្ចប់ចំណែកពេលយប់ក៏បានធ្វើដំណើរមកដល់ក៏លេចទៅមើលមកខាងអញ្ចឹងក៏បានឃើញថាដូចជាមានកោសម្ព័ន្ធមួយកំពុងតែបោះជំរំប្រហែលជាក្រុមសេះអំបញ្ញមិញឯងមើលទៅនៅក្នុងជំរំហ្នឹងយើងឃើញថាអ្នកខ្លះកំពុងតែផឹកស្រាចំណែកអ្នកខ្លះវិញកំពុងតែលមោកាមក៏លេចមើលមកខាងទៀតយើងឃើញថាបរិបពីរអ្នកគេកំពុងតែឈូននំក៏ប៉ុន្តែបន្ទាប់ពីដើរមកវិញហើយលំពេងមួយក៏បានហោះមកសម្ដៅគេបែបនេះម្នាក់ទៀតក៏ដូចជាមានការផ្លឹកខ្លាំងណាស់ប៉ុន្តែសុកដើមមួយក៏បានចាក់មកទម្លុះខ្លួនហើយក្របព្រួញជាបន្តបន្ទាប់នៅតែបន្តបាញ់មកអធិស្ឋានអ្នកមើលនៅលើ YouTube ក៏អេដមីនអត់បានដាក់កន្លែងតែអ្នកគ្នាគ្រាន់តែដឹងថាការសម្លាប់គ្នាកន្លែងហ្នឹងក៏ពិតជាសាហាវខ្លាំងណាស់ស្រស់តែម្ដងក៏ប៉ុន្តែបើសិនអ្នកគ្នាចង់មើលកន្លែងហ្នឹងគឺអាចចូលសម្ព័ន្ធ by admin បាន link នៅខាងក្រោមចូល free នោះទេបន្ទាប់ពីបើកការវាបហាអស់មួយរយៈធំយើងឃើញថាបរិមម្នាក់គេក៏បានបង្ហាញខ្លួនដែលបរិមម្នាក់ហ្នឹងគឺមានឈ្មោះថា Ninja ដែលឃើញចឹងអាប៉ែនេះប្រហែលជាគេធ្លាប់ស្គាល់និយាយថាឯងគឺជាអ្នកកាប់ឈើនៃបឹងទូពីឯតើមែនហើយយើងគឺជាអ្នកកាប់ឈើក៏ប៉ុន្តែក៏ចូលចិត្តកាប់មនុស្សដូចជាពួកឯងចឹងដែរដោយសារតែវាបហាមើលទៅដូចជាមិនឈ្នះនាងឈៀនោះឡើយអញ្ចឹងហើយពួកគេដែលនៅសេះសល់ក៏បានព្យាយាមរត់គេចឃើញបែបនេះនាងឈៀគេក៏បានហួចហៅនៅសេះខ្មៅរបស់ខ្លួនចេះចេញធ្វើដំណើរតាមទៅកាន់ពួកគេនាងឈៀគេនៅតែបន្តដេញទៅកាន់ពួកនឹងចំណែកពួកនឹងវិញគេនៅតែបន្តព្យាយាមរត់ក៏ប៉ុន្តែដោយសារតែលបឿនសេះមិនខុសគ្នាប្រមាណនោះឡើយបែបនេះអមនឹងការធ្វើដំណើរពួកគេក៏បានបើកការវាបហាទៅកាន់នាងឈៀដោយប្រើនៅក្របព្រួញបែបនេះជាបន្តបន្ទាប់នាងឈៀគេនៅតែបន្តគេចផុតមករងចាំយូរគេក៏បានប្រើនៅចង្វាក់ដែលភ្ជាប់ជាមួយនឹងកូនកំបិតបើកការវាបហាទៅកាន់ពួកគេវិញហើយមកទៅហើយនេះចង់ដៃខ្យល់បន្ទាប់ពីបើកការវាបហាទៅកាន់អបិនឹងហើយនាងឈៀក៏បានទីងសាក់សពគេមកបន្តជន់ហើយគេក៏បានលោតទៅកាន់សេះរបស់ស្ត្រីអូខេអ្នកទាំងអស់គ្នាអ្វីដែលបានឃើញហ្នឹងគ្រាន់តែជា intro នៃរឿងនោះទេរយៈពេលវាជិត5នាទីដែរសាច់រឿងយប់អស់កលអេពីសូតទី1ចាប់ផ្ដើមឡើងដោយគេបានបង្ហាញនៅមនុស្សមួយក្រុមដែលពួកគេកំពុងតែធ្វើដំណើរទៅកាន់ទីក្រុងមួយសូម spoiler ឲ្យហ្មងទៅទីក្រុងហ្នឹងក៏មានឈ្មោះថាទីក្រុងវ័យបន្ទាប់ពីធ្វើដំណើរអស់មួយរយៈយើងឃើញថាពួកគេក៏បានធ្វើដំណើរមកដល់អ្នកនៅខាងមុខនេះប្រហែលជាមេតបគេឯងមើលទៅសូមណែនាំស្គាល់បន្តិចបរិមអ្នកហ្នឹងគឺមានឈ្មោះថាម៉ាស៊ីសៀងហើយបន្ទាប់ពីមកដល់គាត់ក៏បានធ្វើការក្រុមហើយយ៉ាមើលទៅអ្នកទាំងអស់គ្នាទៅធ្វើដំណើរផ្លូវវែងឆ្ងាយប្រកបជាហត់ណាស់ហើយបែបនេះគាត់ក៏បានហៅអ្នកទាំងអស់គ្នាឲ្យធ្វើដំណើរទៅតាមគាត់ទៅដើម្បីតែសម្រាកភ្លាមស្ត្រីម្នាក់ក៏បានធ្វើដំណើរមកដល់ថាបាយគូសំស្អីនោះទេផ្លូវពីទីក្រុងវ័យទៅរាជធានីវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់អញ្ចឹងហើយវាពិតជាចាំបាច់ដែលត្រូវតែមានកងទ័ពនៅក្នុងការអមដំណើរស្ដាប់លើអញ្ចឹងម៉ាស៊ីជាងគាត់ក៏បានតតទៅវិញថាមិនបាច់បារម្ភនោះទេគាត់គឺមានមនុស្សដែលជ្រើសរើសរួចហើយស្លេពីនឹងសាររឿងក៏បានបង្ហាញនៅផ្ទះតូចមួយដែលមានមនុស្សប្រហែលជា6 7នាក់នៅទីនោះយើងក៏បានឃើញបារម្ភម្នាក់ដែលយើងបានស្គាល់កាលពីដើមរឿងឯគេមានឈ្មោះថានីងឈៀបានប្រាប់ទៅកាន់អ្នកគ្រប់គ្នាថាចាក់ឲ្យដកដៃចាក់ឲ្យដកដៃបន្ទាប់ពីនិយាយចប់ហើយពួកគេក៏បានចាប់ផ្ដើមប៉ាស៊ីនសុំហើយជាលទ្ធផលយើងឃើញថានាងឈៀគឺជាអ្នកឈ្នះអញ្ចឹងក៏ដោយអបិដែលចាញ់នឹងដូចជាមិនចង់យល់ព្រមនោះទេនិយាយថានាងឈៀនឹងគឺលេងខូចក៏ដោយសារតែនាងឈៀចេញរៀងយឺតជាងគេស្របពេលជាមួយគ្នាស្ត្រីម្នាក់ក៏បានបង្ហាញខ្លួននិយាយថាហ៊ានស៊ីប៉ុន្តែមិនហ៊ានសងខ្ញុំគឺមិនខ្វល់ថាលោកព្រមឬមួយក៏មិនព្រមនោះឡើយក៏ប៉ុន្តែលោកគឺត្រូវតែឲ្យប្រាក់សូមណែនាំស្គាល់បន្តិចទៅមីអូនឹងគឺជាភេទស្រីមានអាយុ12ឆ្នាំហើយឈ្មោះរបស់នាងវិញគឺសាងអញ្ចឹងសាងគឺជាអ្នកបម្រើរបស់នាងឈៀដែលនាងឈៀពេលនេះគឺមានអាយុ15ឆ្នាំបានន័យថាគឺគេបងតាំងរហូតដល់3ឆ្នាំឯណោះចំពោះទីអ្នកតំណងស៊ីជម្រៅចាំមែនមានធ្វើវីដេអូមួយតលាក់ចូលទៅក្នុងក្រុមសម្រាប់អ្នកទាំងអស់គ្នាមើលឥឡូវនេះគឺពួកយើងបកចូលមកក្នុងសាច់រឿងវិញអប៉ែមួយដែលចាញ់ហ្នឹងគេក៏បានយកព្រមឲ្យថាមិនអីនោះទេយើងគឺឲ្យឯងទៅចុះក៏លេងមើលខាងក្រៅយើងក៏បានឃើញថាម៉ាស៊ីសៀងហើយនឹងស្ត្រីបាយមិញក៏បានធ្វើដំណើរមកដល់ចំណែកនាងឈៀវិញក៏នៅតែបន្តនិយាយថានៅទីក្រុងវ័យទាំងមូលនៅក្រៅមួយទាំងមូលអ្នកណាទៅដែលអាចយកឈ្នះនាងឈៀខ្ញុំបានស្ដាប់ឮបែបនេះគ្រប់គ្នាក៏បានបន្តថាអើយនាងឈៀឯនេះក៏ពិតជាអំនួតពិតមែនប៉ុន្តែនាងឈៀគេមិនខ្វល់នោះឡើយក៏បាននិយាយទៅ
កាន់សាងថាសាងយើងគឺឆាប់ទៅនាងឈីគេបាននាំសាងចាស់ជីមកខាងក្រៅចំណែកពួកទាំងអស់ហ្នឹងគេនៅតែបន្តលេងប៉ុន្តែបន្ទាប់ពីជីមកខាងក្រៅនាងឈីក៏បានជួបជាមួយនឹងលោកមេតមអធិស្ឋានអ្នកគ្នាម្នាក់ហ្នឹងគឺមិនមែនជាមេតមម៉ាស៊ីសៀងនោះឡើយខ្ញុំមើលច្រឡំបានជួបនាងឈីហើយគាត់ក៏បានប្រាប់ថានាងឈីលោកមេតមគឺហៅឯងទៅជួបឬហើយនាងឈីគេក៏បានយល់ព្រមចំណែកលីយូនាងក៏បានសួរទៅកាន់នាងឈីនៅក្នុងជួរកងទ័ពចាប់ផ្ដើមឲ្យទៅហ៊ានទុកអ្នកបម្រើស្រីតាំងពីពេលណាទៅលឺអញ្ចឹងសាងគេក៏បាននិយាយតែខ្ញុំគឺមិនមែនជាអ្នកបម្រើស្រីស្អីនោះទេបែបនេះនាងឈីក៏ដូចជាមើលចិត្តខ្លាំងណាស់ដែរដើរទៅកាន់នាងហើយសួរនាងថានាងគឺជានរណាគេទៅហើយតាក់តងស្អីនឹងនាងដែរស្ដាប់លើពីសម្ដីរបស់នាងឈីហើយនាងក៏មានកាប់ចាប់ផ្អើលខ្លាំងណាស់ដែរនៅក្នុងមហាឋានរបស់ខ្ញុំមិនបែរជាមានមនុស្សដូចជាលោកអញ្ចឹងតែនាងឈីវិញក៏អត់ខ្វល់នោះឡើយនិយាយទៅកាន់សាងថាសាងយើងគឺឆាប់ចេញដំណើរទៅពួកគេចាក់ចេញទៅបាត់ហើយលីយូនាងក៏បានសួរថានេះមែនទេគឺជាមនុស្សដែលលោកមេតបបានណែនាំហើយនិយាយថាអាចទុកចិត្តបានលើនៅសំណួរកងទ័ពអ្នកហ្នឹងគេក៏បានឆ្លើយថាល្អិតកំណាប់អ្នកនេះទើបតែទទួលបានលិខិតណែនាំអំពីជំរុំនៅពេលនេះគេត្រូវត្រឡប់ទៅឆាងអានវិញមូលហេតុក៏ដោយសារតែគេត្រូវចូលសាលាស្លេពីណាសាររបស់យើងក៏បានកាត់មកដល់នាងឈីហើយនឹងលោកមេតតដែលពួកគេកំពុងតែនៅជាមួយគ្នាដំអាក្រោះបដាក៏បានសួរទៅនាងឈីតែសប្បាយចិត្តដែរអត់បានទៅរាជធានីអញ្ចឹងឆ្នៃនាងឈីវិញគេក៏បានឆ្លើយថាមិននឹងអាចអត់សប្បាយចិត្តបានទៅតែច្បាស់ណាស់ពីសម្ដីរបស់គេគឺមិនអាចបោកលោកមេតតស៊ីសៀងបាននោះឡើយអញ្ចឹងហើយគាត់ក៏បានសួរបញ្ជាក់លោកមេតតបានខ្ញុំបានមករស់នៅទីក្រុងវ័យនេះតាំងពីក្មេងក៏ដោយសារតែលោកម្យ៉ាងវិញទៀតគួរតែអរគុណទៅដល់លោកហើយបើសិនជាគ្មានលោកនោះទេខ្ញុំក៏មិនអាចចូលឈ្មោះចូលរៀននៅសាលានេះដែរលោកមេតតបានខ្ញុំដូចជាមិនចង់បែកពីអ្នកទាំងអស់គ្នានោះឡើយរត់តែមិនចង់បែកអំពីលោកថែមទៀតលើបែបហ្នឹងមេតក៏បានស្ដីឲ្យថានាងឈីឯងបានខ្លាយទៅជាមនុស្សដែលគ្មានភាពអៀនខ្មាស់បែបនេះតាំងពីពេលណាមកអីយ៉ាលោកមេតបាទកុំនិយាយបែបហ្នឹងអីបើសិនជាលោកត្រូវការខ្ញុំគឺសុខចិត្តលះបង់មុខមាត់នេះជូនលោកទៅចុះស្ដាប់លើពាក្យសម្ដីនាងឈីហើយលោកមេតក៏បានប្រាប់ថាឲ្យនិយាយការពិតមកនាងឈីហេតុអ្វីបានជាឯងមិនធ្វើជាអ្នកនាំផ្លូវឲ្យពួកគេអញ្ចឹងបែបនេះនាងឈីក៏ដូចជាបបាក់ដែរខ្ញុំគ្រាន់តែចង់រស់នៅទីនេះ2 3ឆ្នាំទៀតតែប្រពន្ធស្ដាប់លើហើយលោកមេតដូចជាមានការចាប់ផ្អើលខ្លាំងណាស់ហា2 3ឆ្នាំទៀតមែនទេឯងភ្លេចថាខ្លួនឯងគឺជាពីណាគេហើយនៅក្នុងនាមជាទាហានណាឯងគឺត្រូវតែស្ដាប់បញ្ជាថ្នាក់លើហើយឯងក៏ត្រូវតែស្ដាប់បញ្ជាយើងដូចគ្នាអាយ៉ាលោកមេតបលោកគឺឆាប់ឡើងមកស្ដាប់ខ្ញុំបកស្រាយសិនទៅមើលនៅឆ្នាំនោះឆានយូដែលជាដៃស្ដាំក៏ត្រូវបានស្លាប់ម្យ៉ាងវិញទៀតនៅលើរទេះរបស់ពួកគេពោពេញទៅដោយស្នាមដាវហើយនឹងកំបិតលើពីនេះទៅទៀតមុខមាត់របស់អ្នកបម្រើក៏ស្លេកស្លាំងខ្លាំងណាស់ដែរដូច្នេះហើយខ្ញុំគឺមិនហ៊ានទៅជាមួយពួកគេទេស្ងាត់មកបន្តិចគាត់ក៏បាននិយាយថាតាមពិតទៅឯងគឺបានទាយដឹងអីនាងឈៀវិញគេក៏បាននិយាយថាមានតែពនាងល្ងងនោះទេដែលគិតថានេះគឺជាអាចកំបាំងដ៏ធំសម្បើមមួយបន្ទាប់ពីធ្វើដំណើរមកដល់រាជវង្សមហាថាងអត្តសញ្ញាណរបស់នាងត្រូវបានលាក់ការជាសម្ងាត់ហើយអ្នកដែលដេញតាមពួកគេតែវាមិនមែនជាមនុស្សព្រៃតង់មាសឬមួយក៏ជាចោរលួចសេះទេមែនអាយ៉ាលោកមេតបើមិនអញ្ចឹងនោះទេលោកចាត់ទុកខ្ញុំថាគឺជាធម្មពលដើមនិមិត្តដីហើយប្រឡែងវាចោលទៅវាជាមិនដែរតែបែបនេះលោកមេតក៏បាននិយាយថាបើសិនជាខ្ញុំទុកឯងគឺជាមនុស្សល្ងងប្រហែលជាវាសមរម្យជាងអាយ៉ាលោកមេតវាគឺមិនមែនបែបនេះឡើយម្យ៉ាងវិញទៀតខ្ញុំគឺចិត្តចូលសាលាហើយការប្រើប្រាស់ពាក្យសម្ដីប្រហែលជាវាល្អជាងនេះហើយបានហើយឆាប់ពាក់វាទៅប្រយ័ត្នផងកុំធ្វើឲ្យរបស់យើងខូចទៀតអសោះបែបនេះនាងឈៀស្មានថាគាត់បកគោលឲ្យទៅកាន់ខ្លួនអញ្ចឹងហើយគាត់ក៏បានប្រាប់ថាយើងដាក់នៅត្រង់នោះតែឯងយកដែរមែនទេតែនាងឈៀគេក៏បានសួរទៅលោកដាក់នៅត្រង់នោះមិនមែនឲ្យខ្ញុំយកទេស្លេពីនេះសាររបស់យើងក៏បានកាត់មកដល់ទីកន្លែងមួយផ្សេងទៀតយើងឃើញថាសាងកំពុងតែយកចម្បាំងមកឲ្យសេះស៊ីខ្ញុំអត់ដឹងដែរមិនដឹងថានឹងចម្បាំងឬមួយក៏ល្មិចទេខ្ញុំមិនដឹងថាសេះស៊ីចម្បាំងអត់ផងបន្ទាប់ពីដាក់ចម្បាំងដាក់ទៅឲ្យសេះស៊ីហើយសាងគេនៅតែបន្តសម្អាតបរិវេណជុំវិញហ្នឹងបន្ទាប់ពីបរិយាការងារនាងក៏បានមកនិយាយជាមួយសេះនិយាយថាឯងនេះក៏ពិតជាស៊ីច្រើនខ្លាំងណាស់មិនយូរទេយើងនឹងត្រូវលក់ឯងជាញ៉ៃដែលលើតែសាងចង់លក់ខ្លួនអញ្ចឹងវាក៏បានស្រែកយំអញ្ចឹងហើយសាងក៏បានសួរថាល្មិចឯងមិនសប្បាយចិត្តទៀតស្លេពីនាងសាររឿងក៏បានបង្ហាញដល់នាងឈីហើយនឹងលោកមេតដែលពួកគេកំពុងតែធ្វើដំណើរជាមួយនឹងគ្នានាងឈីតាមពិតទៅការអោនដំណើរនេះក៏វាពាក់ព័ន្ធទៅនឹងការប្រឡងចូលសាលារបស់ឯងផងដែរបើទោះបីជាជំរុំបានទៅសេមួយច្បាប់ហើយក៏ដោយប៉ុន្តែឯងគិតថាបែបនេះគឺឯងអាចចូលរៀនបានហើយមែនទេលើអញ្ចឹងនាងឈីដូចជាមានការងើយឆ្ងល់នាងឈីនៅពេលដែលឯងឈានជំហានចូលនៅផ្លូវមួយនេះពេលត្រឡប់ទៅឆាងអានវិញឯងនឹងត្រូវបាននាយកដ្ឋានបោះត្រាទៅលើឯកសាររបស់ឯងចំនួន3ហើយបើសិនជាឯងផ្លត់ស្នៀថាច្បាស់ណាស់អនាគតរបស់ឯងប្រកាសជាអាលាជាជាមិនខាននោះឡើយស្ដាប់ឮអញ្ចឹងនាងឈីក៏ដូចជាមានការចាប់ផ្អើលដែលមានរឿងបែបនេះទៀតម្យ៉ាងវិញទៀតខ្ញុំគឺត្រូវបន្ថយជីវិតទៅលើសម្បត្តិចូលរៀននៅសាលាផងដែរនាងឈៀក៏យល់ថារឿងនេះដូចជាមិនសមនៅឡើយប៉ុន្តែលោកមេតវិញគឺនៅតែបន្តប្រាប់ទៅកាន់នាងឈៀប្រាប់ឯងទៅចុះនៅក្នុងក្រុមរបស់ពួកគេគឺមានបរិយាចំណាស់ម្នាក់មានឈ្មោះថាឡោខ្ញុំលើថាគេគឺជាអ្នកវឹកហាត់មកពីផ្នែកខាងត្បូងនៃមីគីហៅធានក៏ប្រហែលជាគេអាចដោះស្រាយបញ្ហាងើយឆ្ងល់របស់ឯងនេះបាននាងឈៀតែឯងចាំទេនៅរដូវស្លឹកឈើជ្រុះនៅពេលដែលពួកយើងទៅកាប់នៅពេលនោះបើសិនជាគ្មានឯងនោះទេពួកយើងប្រហែលជាមិនអាចរត់គេចខ្លួនបាននោះឡើយប្រជាជនគ្រប់រូបនៅទីក្រុងនោះ
នោះក៏សុទ្ធតែអរគុណទៅដល់ឯងហើយសួរថាឯងចង់បានអ្វីចំណែកឯងវិញនឹងជាឯងគ្រាន់តែចង់បានសិភៅផ្ដល់អារម្មណ៍កម្រិតខ្ពស់តែប្រពន្ធនោះឯងកាន់វាអានចុះឡើងឡើងរហែកវាទៅហើយនឹងជាទីក្រុងវ័យនេះនៅតែមានទំហំតូចពេកហើយយើងគឺមិនចង់ឲ្យឯងជាប់គុកអញ្ចឹងនោះទេទីក្រុងនេះគឺវាតូចដល់ថ្នាក់សូម្បីតែគ្រូម្នាក់ក៏មិនអាចរកឲ្យឯងបានដែរអញ្ចឹងហើយនឹងជាឯងគួរតែចាក់ចេញពីទីកន្លែងនេះមើលពិភពលោកដ៏ធំសម្បើមនៅទីកន្លែងនោះប្រហែលជាមាននាគកំណាចក៏ដូចជាខ្លាស្រែកជាមួយចំនួនធំក៏ប៉ុន្តែនៅទីកន្លែងនោះក៏ប្រហែលជាមិនមែនមានតែសិភៅផ្ដល់អារម្មណ៍កម្រិតខ្ពស់តែមួយក្បាលនោះឡើយវាប្រកាសជាមានអ្វីថ្មីជាក់ជាមិនខាននោះឡើយនៅក្រៅពីស្ដាប់ការណែនាំរបស់លោកមេតបម៉ាស៊ីសៀងហើយនឹងជាគេក៏បានត្រឡប់មកផ្ទះវិញឃើញបែបនេះសាងនាងក៏បានសួរត្រឡប់មកវិញហើយមែនទេចំណែកនាងជាវិញគេដូចជាមិនសប្បាយចិត្តប្រមាណនោះឡើយក៏ដោយសារតែគេមិនចង់បែកពីអ្នកគ្រប់គ្នានោះទេហើយមើលទៅគេទៅដូចជាមិនសប្បាយចិត្តនោះទេបែបនេះសាងនាងក៏បានសួរទៅលោកកាត់អីមែនទេខណៈដែលសាងហ៊ាននឹងបិទទ្វារនាងជាគេក៏បាននិយាយថាពួកយើងទៅឆាំងអានទៅបែបនេះនាងក៏បានសួរទៅវិញតើលោកមិនចង់ទៅឆាំងអានរហូតទេមែនមែនហើយនាងជាលោកចង់ទៅលួចព្រៃនៅជំរំកំភ្លើងពេលណាដែរទៅទ្វាររបស់យើងណាគឺឮសំឡេងអស់រយៈពេលជាច្រើនខែណាស់មកហើយសំឡេងរបស់វានេះក៏ពិតជាពិបាកស្ដាប់ខ្លាំងណាស់អើយមិនត្រូវនោះទេខ្ញុំបាននិយាយថាពួកយើងទៅឆាំងអានហើយតើនាងនៅខ្វល់អំពីទ្វារខូចនេះធ្វើអីទៀតទៅណែនាងជាបើទោះបីជាពួកយើងទៅក៏ដោយប៉ុន្តែផ្ទះនេះនៅតែមានមនុស្សនៅដោយបែបនេះនាងជាគេក៏បានប្រាប់ទៅកាន់នាងថាឲ្យប្រមូលអីវ៉ាន់យប់នេះឲ្យទៅនៅថ្ងៃស្អែកគឺយើងនឹងធ្វើដំណើរទៅហើយស្ដាប់លឿនចឹងសាងដូចជាអន់ចិត្តទិញទួចផងដែរសួរទៀតថាតើសាលាក៏ពិតជាសំខាន់យ៉ាងនេះមែនទេត្រឡប់មកវិញសាលាក៏ពិតជាសំខាន់ខ្លាំងណាស់នៅក្នុងជីវិតពិតរបស់យើងម្យ៉ាងវិញទៀតសាងប្រៀបដូចជាមនុស្សល្ងងនៅក្នុងសង្គមពិតអញ្ចឹងបើសិនជានាងនិយាយអញ្ចឹងហើយយើងគ្រាន់តែប្រាប់នាងទៅបានហើយសាងគឺជាមនុស្សស្រីដែលមិនសូវឆ្លាតប្រមាណនោះទេម្យ៉ាងវិញទៀតនាងក៏មានខួរក្បាលយឺតខ្លាំងណាស់ដែរបោះចូលមកកាន់តែយើងវិញនឹងជាគេក៏បាននិយាយថាសាងពួកយើងគឺមិនអាចស្នាក់នៅទីក្រុងវ័យនេះពេញមួយជីវិតបាននោះទេលើពីនេះទៅទៀតខ្ញុំប្រាប់នាងទៅចុះនៅទីក្រុងឆាងអាននោះអាកាសគឺមានគ្រប់ទីកន្លែងហើយប្រាក់ក៏មានគ្រប់ទីកន្លែងដែរលុយមែនទេអញ្ចឹងគួរតែពិចារណាមើលបន្តិចដែរមែនហើយបើសិនជាទៅទីកន្លែងនោះថាមិនត្រូវមើលមិនឃើញពួកយើងក៏អាចខ្លាយទៅជាអ្នកមានល្អតែឆាងអានក៏បានដែរឥឡូវទុកឲ្យខ្ញុំរៀបចំអីវ៉ាន់សិនមែនតើនាងជាគ្រាន់តែនិយាយនាងសប្បាយចិត្តតែប្រពន្ធនោះនៅក្រៅពីដេកនាងនៅតែបន្តសួរទៅកាន់នាងជាខ្ញុំឮថាទីក្រុងឆានអាននោះគឺធំខ្លាំងណាស់មនុស្សក៏ច្រើនខ្លាំងណាស់ដែរចំណែកឯការចំណាយវិញក៏ច្រើនដូចគ្នានិយាយទៅរបស់នៅទីក្រុងនោះវាថ្លៃអញ្ចឹងណាមិនថាអង្គអស់សាច់អីនោះទេក៏ប៉ុន្តែសាងនៅឃើញនៅកំណត់មួយពួកយើងគឺអាចលក់សាច់លក់អង្គលក់អស់ហើយរកចំណូលបានយ៉ាងហោចណាស់ក៏4តម្លឹងក្នុងមួយខែដែរតែបើថានាងជាដូចជាស្ដាប់មែនប៉ុន្តែគេអត់ខ្វល់ពីសម្ដីរបស់នាងនោះឡើយអារម្មណ៍របស់គេនៅក្នុងសភៅឯណាមិនអាចស្វែងយល់អំពីថាមពលពិតនៃមេឃដីបានគឺគ្មានវិធីសាស្ត្រដើម្បីខ្លាយទៅជាអ្នកវឹកហាត់បាននោះទេបែបនេះគេក៏បានល្អឲ្យថាមើលសភៅនេះមានប្រយោជន៍ស្អីទៅអញ្ចឹងគណៈដែលសាងកំពុងតែល្អអំពីប្រាក់អញ្ចឹងហើយនាងជាគេក៏បានសួរថាឥឡូវហ្នឹងពួកយើងមានប្រាក់ប្រមាណហើយឬបែបនេះនាងក៏បានយកប្រាក់មកនិយាយថាដូចទម្លាប់ចាស់អញ្ចឹង5ថ្ងៃគឺរាប់ម្ដងយកម្សិលមេខ្ញុំទៅរាប់នោះទេសរុបទាំងអស់គឺមានចំនួន 76.34 តម្លឹងឬហើយនាងជាគេក៏បានដកដង្ហើមធំតែនាងក៏បានប្រាប់ថានាងជាកុំបាក់ទឹកចិត្តអីគួរបញ្ជាក់ដែរថាសាងនាងក៏មានជំនាញខាងដេរប៉ាក់ដែរគ្រាន់តែថាការដេរប៉ាក់ឥឡូវហ្នឹងវាមិនសូវបានល្អប្រមាណនោះទេនាងជាខ្ញុំឮគេនិយាយថានៅទីក្រុងឆាងអាននោះគឺមានមនុស្សស្រីស្អាតខ្លាំងណាស់ពួកគេគឺស្លៀកពាក់ស្ដាងក៏ប៉ុន្តែរាងរបស់គេគឺពិតជាស្អាតមិនធម្មតាឡើយតែខ្ញុំមិនដឹងទេថារឿងហ្នឹងវាពិតឬមួយក៏អត់ស្ដាប់ហើយនាងជាក៏មិនបានតបនៅដែរបានប្រតិកម្មនាងថាលោកមេតបម៉ាគឺបានផ្ដល់រង្វាន់ជាស្រាខ្លាំងមួយដបអញ្ចឹងហើយផឹកវាទៅដើម្បីតែកម្ដៅរាងកាយនៅក្រៅពីផឹកហើយនាងក៏បានទៅសារទៅកាន់មេតបម៉ាថាគាត់នេះគឺពិតជាមនុស្សល្អមែនហើយបន្ទាប់ពីកម្ដៅខ្លួនរួចហើយពួកយើងឆាប់ចូលដេកទៅកន្លែងហ្នឹងបើសិនអ្នកគ្នាចាប់អារម្មណ៍យើងឃើញថាពួកគេគឺដេកក្បាលផ្ទុយគ្នាមានន័យថាអាចជើងទៅក្បាលក្បាលទៅជើងកំពុងតែដេកនាងជាគេក៏បានសួរសាងដេកលក់នៅចំណែកសាងវិញគឺនាងមិនទាន់ដេកលក់នោះឡើយដោយសារតែឥឡូវខ្ញុំគឺជិតប្រឡងចូលសាលាអញ្ចឹងគឺខ្ញុំមានរឿងមួយចំនួនចង់ពិភាក្សាជាមួយនឹងនាងពេលទៅដល់ទីក្រុងឆាងអាននាងគឺអាចទិញគ្រឿងសម្អាងក៏ដូចជាម្សៅលាបមុខណាមួយអំពីឈិនជីងជីបានក៏ប៉ុន្តែនាងត្រូវចងចាំថានាងត្រូវហៅខ្ញុំថាគឺជាអ្នកប្រុសតូចអញ្ចឹងហើយទៅវាស័ក្តិសមបន្តិចឬបែបនេះនាងក៏បានថាដឹងហើយនាងជាទាំងងងុយដេកមុននឹងបន្តសាច់រឿងក៏ admin សូមពឹងអ្នកទាំងអស់គ្នាមួយសង្ឃឹមថាអ្នកទាំងអស់គ្នាគឺអាចជួយមកកាន់ admin បានដែលការពឹងហ្នឹងគឺអត់មានអីពិបាកនោះទេអ្នកទាំងអស់គ្នាគ្រាន់តែចូលមកកាន់ description របស់វីដេអូឬមួយក៏ YouTube របស់ admin ឬមួយនៅក្នុង comment ក៏បានដែរបន្ទាប់ពីចុចបែបហ្នឹងហើយអ្នកទាំងអស់គ្នានឹងឃើញ link មួយហើយនោះគឺជា link សម្ព័ន្ធរបស់ admin អញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលបានគ្រប់គ្នានិយាយប៉ុណ្ណឹងបានហើយយើងបន្តសាច់រឿងរបស់យើងវិញសង្ឃឹមថាអ្នកទាំងអស់គ្នាចូលសម្ព័ន្ធរបស់ admin ឲ្យបានគ្រប់គ្នាផ្លេចចំពោះគ្នាយើងណាដែលចង់មើលរឿងតងហោះនិយាយភាសាខ្មែរជាង40រឿងអ្នកគ្នាគឺអាចឆានមក admin បានចង់បញ្ជាក់ថាខាង admin ក៏មានរឿងនិយាយភាសាខ្មែរដែរហើយចំពោះគុណភាពសំឡេងវិញគឺ professional តែម្ដងដូចរឿងកុនអញ្ចឹង
ការវេលាមកដល់ថ្ងៃស្អែកយើងឃើញថាអ្នកទាំងពីរក៏បានរៀបចំខ្លួនចេញហើយដោយបែបនេះសាងនាងក៏បានសួរថានាងជាពួកយើងគួរតែចាក់ទ្វារដែរឬមួយក៏អត់នាងជាវិញគេក៏បានប្រាប់ថាមិនបាច់នោះទេយើងប្រហែលជាមិនអាចត្រឡប់មកវិញនៅក្នុងរយៈពេលដ៏ខ្លីនោះឡើយស្ដាប់ឮហើយសាងដូចជាមិនអស់អាល័យពីផ្ទះនោះឡើយដោយបែបនេះនាងជាគេក៏បាននិយាយថាតោះទៅសាងស្លេពីនាងខ្សែរឿងរបស់យើងក៏បានកាត់មកដល់ការធ្វើដំណើររបស់នាងជាណែវិញអមជាមួយនឹងការធ្វើដំណើរនាងជាគេក៏បានប្រកបប្រកាសថាលោកស្រីអ្នកនាងកញ្ញាជាទីគោរពទាំងឡាយខ្ញុំនាងជាទៅឆាងអានលើនេះបើសិនជាមិនអាចបង្កើតអ្វីខ្លួនឯងបាននោះទេខ្ញុំគឺនឹងមិនត្រឡប់មកវិញនោះឡើយលើបែបនេះគ្រប់គ្នាក៏បានសរសើរថាល្អពិតជាមនុស្សមានមហិច្ឆតាមែនធ្វើដំណើរតាមផ្លូវសូមឲ្យមានសុវត្ថិភាពខណៈពេលដែលធ្វើដំណើរមុខរបស់នាងជាដូចជាមិនរីកនោះឡើយបែបនេះសាងនាងក៏បានសួរទៅនាងជាលោកកាត់អីដែរអត់នេះនាងជាមើលទៅនោះមើលងាកថាហើយនាងជាគេក៏បានឃើញទៅនោះគឺជាលោកមេតបម៉ាស៊ីសៀងបើតាមមើលទៅតំណែងរបស់ពួកគេទាំងពីរដូចជាស៊ីជម្រៅខ្លាំងណាស់អញ្ចឹងហើយយើងនឹងដឹងនៅអ៊ីពីសូតក្រោយៗទៀតឃើញតែនាងជាចាក់ចេញទៅបែបនេះគាត់ក៏បានលើកដៃដើម្បីទលាចំណែកនាងជាវិញក៏មិនខ្មាស់អៀននោះឡើយនៅក្នុងការគោរពលោកត្រូវតែសន្យាថាលោកនឹងមិនចាស់ហើយក៏មិនស្លាប់នោះដែររងចាំនៅពេលដែលខ្ញុំត្រឡប់មកវិញខ្ញុំនឹងធ្វើការគោរពលោកម្ដងទៀតបន្ទាប់ឲ្យធ្វើការគោរពលានាងជាគេក៏បានចាក់ចេញចំណែកសាងវិញដោយឃើញបែបនេះនាងក៏បានសួរទៅនាងជាលោកយំមែនទេចំណែកនាងជាវិញគេក៏បានប្រកែកថាមិនអីនោះឡើយស្លេពីនាងសាររឿងក៏បានកាន់មកដល់ទីកន្លែងដែលនាងជានៅជាមួយនឹងសាងទី2នាក់នាងជាពេលនេះក៏ពិតជាវល់ខ្លាំងមែនតើហើយខ្ទេចអស់ហើយតែសេះរបស់ខ្ញុំតាណាបាត់ហើយឆ្លេឆ្លាស្វែងរកសេះផងវល់ផងអញ្ចឹងហើយសាងនាងក៏បានប្រាប់ថានេះនៅនេះលក់អស់ហើយលោកអូថាសេះមួយហ្នឹងគឺវាស៊ីច្រើនខ្លាំងណាស់អញ្ចឹងហើយនាងក៏បានលក់ចំណែកតម្លៃវិញគឺបានរហូតដល់70តម្លឹងឯណោះបែបនេះនាងក៏បានសួរទៅកាន់នាងជាតែអស់ចាឬទៅលក់សេះខ្លួនឯងបានអញ្ចឹងនាងជាគឺយំតែម្ដងនិយាយថាអើយសេះរបស់ខ្ញុំប៉ុន្តែសាងវិញដូចជាអត់យល់នោះទេនិយាយថាអ្នកប្រុសតែលោកកំពុងតែសរសើរខ្ញុំមែនទេសួស្តីអ្នកគ្នាលើស្លេខ្ញុំចៅឌីម្ដងទៀតហើយតោះយើងមកបន្តសាច់រឿងយប់អស់កលអ៊ីពីសូតទី2ផ្ដើមសាច់រឿងភាគនេះគេក៏បានបង្ហាញនៅក្រុមរបស់នាងជាកំពុងតែធ្វើដំណើរទៅកាន់រាជវង្សមហាថាងខណៈពេលដែលកំពុងធ្វើដំណើរយើងក៏បានចាប់អារម្មណ៍ជាមួយនឹងពនាងលីយូដែលកំពុងសម្លឹងមើលទៅកាន់នាងជាក៏ដូចជាសម័យឃើញរឿងរ៉ាវកាលពីអ៊ីពីសូតមុនចេះទៅគឺជាពេលដែលនាងជាស្ដីឲ្យនាងសួរថាពាក់ព័ន្ធស្អីនឹងនាងដែរហើយនាងនឹងគឺជាពីណាគេទៅនឹកឃើញហើយពនាងលីយូក៏ពិតជាខឹងសម្វាខ្លាំងណាស់ហើយមិនតិចក្រោយមកយើងក៏បានឃើញថាក្រុមរបស់នាងជាពួកគេក៏បានឈប់កន្លែងហ្នឹងបើយើងចាប់អារម្មណ៍ឃើញថាដៃរបស់នាងជាកាន់សភៅមួយនឹងមិនចោលនោះទេបានន័យថាគេនឹងគឺជាមនុស្សដែលស្រឡាញ់ការសិក្សាខ្លាំងមែនទែនជាពិសេសគឺការវឹកហាត់នៅក្រៅពីផ្ទះពីដំណេកនាងជាក៏បានសម្លឹងមើលមជ្ឈដ្ឋានជុំវិញខ្លួនហើយខ្លួនគេក៏បានដឹងដែរថានេះគឺជាផ្លូវភ្នំភាគខាងជើងបែបនេះនាងជាក៏បានសួរទៅកាន់កងទ័ពម្នាក់ថាហេតុអ្វីបានជាបដូរផ្លូវបែបនេះអាបែបហ្នឹងក៏បានប្រាប់ថាម្ចាស់របស់គេប្រាប់ឲ្យដូរក៏ដោយសារតែខ្លាចលេចព័ត៌មានអីអញ្ចឹងទៅនាងជាវិញគេក៏បានតបថាដរាបណាពួកលោកធ្វើតាមខ្ញុំគ្មាននរណាមួយអាចបញ្ឈប់ពួកលោកបាននោះឡើយតែបែបហ្នឹងមើលទៅដូចជាអាយុច្រើនប៉ុន្តែកំណត់ខ្ចីខ្លាំងណាស់ក៏បានប្រាប់ទៅកាន់នាងជាវិញថាធ្វើការរបស់ឯងឲ្យតែល្អទៅនាងជាវិញបើទោះបីជាគេរៀងឆ្លើយបន្តិចមែនក៏ប៉ុន្តែគេក៏បានគិតអំពីសុវត្ថិភាពរបស់ពនាងដែរអញ្ចឹងហើយគេក៏បានល្អក្នុងចិត្តតែហេតុអ្វីបានជាគ្មានផែនការបំរុងអញ្ចឹងពិតជាមនុស្សល្ងងមែនល្ងងទាំងស្រុងតែម្ដងស្លេពីនឹងសាររឿងក៏បានបង្ហាញនៅពេលយប់នាងជាកំពុងតែនិយាយទៅកាន់សាងពួកយើងនឹងអាចចាក់ចេញបន្ទាប់ពីពួកយើងឆ្លងកាត់ផ្លូវត្រង់នេះរួចបែបនេះសាងក៏បានសួរតែពួកយើងពិតជាមិនអាចបញ្ចុះបញ្ចូលពួកគេបានទេមែននាងជាវិញគេក៏បាននិយាយថាមើលទៅក្រុមជំនួយប្រហែលជាមាននៅខាងមុខអញ្ចឹងហើយច្បាស់ណាស់ពួកគេមិនស្ដាប់យើងនោះឡើយសាងវិញយើងសួរទៀតហើយចុះរឿងដែលលោកចង់សុំដំបូងមានពីលោកម្ចាស់ម្នាក់នោះទៅគិតមិនវិញនិយាយទៅកន្លែងហ្នឹងគឺសាងនាងបារម្ភសុវត្ថិភាពខ្លួនឯងជាមួយនឹងនាងជាខ្លាចថាពួកគេត្រូវស្លាប់អីអញ្ចឹងទៅអញ្ចឹងហើយនាងជាក៏បានប្រាប់ថាសាងជីវិតរបស់ពួកយើងខំខ្លាំងណាស់ទម្រាំទៅរស់មកដល់សពថ្ងៃនេះដូច្នេះហើយពួកយើងប្រកាសជាមិនងាយស្លាប់នោះឡើយកលេចមើលមកខាងពនាងកំពុងតែយាងមកក៏ប៉ុន្តែដែលមានកូនចៅតាមបែបនេះនាងក៏បានប្រាប់ឲ្យពួកគេចេញឲ្យឆ្ងាយពនាងលាយូមិនសុកដេញពួកគេនៅទេក៏ដោយសារតែនៅខាងមុខឃើញថានាងជាកំពុងតែអង្គុយនិយាយជាមួយនឹងសាងបន្ទាប់ពីពនាងធ្វើដំណើរមកដល់នាងជាគេក៏បានសួរថាមានរឿងអីមែនទេក៏ប៉ុន្តែពនាងគឺទ្រង់មិនបានឆ្លើយឡើយផ្ទុយទៅវិញទ្រង់ក៏បានដើរមកខាងសួរទៅកាន់សាងថាខ្ញុំគួរតែហៅនាងថាម៉េចទៅបែបនេះសាងនាងក៏បានឡើងឈរក៏ដូចជាបានប្រាប់ទៅវិញថាហៅខ្ញុំថាសាងទៅអូខេសាងនាងអាចកំដរខ្ញុំនិយាយគ្នាបន្តិចបានទេលើដូចនេះសាងមិនហ៊ានសម្រេចចិត្តនោះទេក៏ប៉ុន្តែបន្ទាប់ពីសម្លឹងមើលទៅកាន់នាងជាគេក៏បានយល់ព្រមអញ្ចឹងហើយនាងក៏បានចាក់ចេញធ្វើដំណើរទៅជាមួយនឹងពនាងលីយូនៅក្រៅពីនិយាយគ្នាអស់មួយរយៈពនាងលីយូទ្រង់ក៏បានដឹងថាតាមពិតទៅសាងនេះត្រូវបានជួយសង្គ្រោះទៅដោយនាងជាតែយ៉ាងណាក៏ដោយនាងដូចជាមិនសូវពេញចិត្តប្រមាណនោះទេនិយាយថាមើលទៅគេគិតថាគេគឺជាអ្នកប្រុសហើយមែនទេសាងបើទោះបីជាគេមានគុណធ្លាប់ជួយជីវិតនាងក៏ដោយក៏ប៉ុន្តែគេមិនអាចធ្វើបែបនេះចំពោះនាងនោះទេភ្លាមពនាងលីយូក៏បានបកគោលកណាត់មួយឲ្យទៅកាន់សាងតែសាងដូចជាមិនហ៊ានទទួលនោះទេនិយាយថាមិនបាច់នោះទេខ្ញុំមិនត្រូវការនោះឡើយក៏ប៉ុន្តែពនាងលីយូនៅតែបកគោលឲ្យទៅកាន់នាងការបកគោលឲ្យនឹងទៀតសោតនាងក៏បានចាប់ដៃរបស់សាង
បែបនេះនាងក៏ពិតជាឆ្ងល់ខ្លាំងមែនទែនស៊ូតែកាន់សាងហើយអ្វីបានជាដៃរបស់នាងតិចខ្លាំងម្ល៉េះកន្លែងហ្នឹងគឺខ្ញុំសូមបញ្ជាក់បន្តិចសាងនាងគឺមាននៅជំងឺមួយដែលធ្វើឲ្យខ្លួននាងនោះគឺតិចហើយល្ងាខ្លាំងមែនទែនហើយនេះក៏ជាមូលហេតុអ្នកគ្នាអាចនឹងឆ្ងល់ហើយស៊ូថាអ៊ីពីសូតមុនហើយអ្វីបានជានាងឈាឲ្យនាងផឹកស្រាមុនគេអញ្ចឹងនៅពេលដែលនាងផឹកស្រាខ្លាំងអញ្ចឹងហើយរាងកាយរបស់នាងនៅមកចេញកម្ដៅហើយរក្សាកម្ដៅបានល្អអញ្ចឹងហើយនាងមិនរងានោះឡើយម្យ៉ាងវិញទៀតមិនមែននាងឈាចេះតែចង់ប្រើនាងនៅទេក៏ដោយសារតែនាងត្រូវការធ្វើការឲ្យបានច្រើនដើម្បីតែរក្សាកម្ដៅរាងកាយអ្នកនាងម្ចាស់ទុកចិត្តចោះអ្នកប្រុសគឺល្អជាមួយខ្ញុំណាស់ហើយបន្ទាប់ពីសម្លឹងមើលទៅកាន់នាងឈានាងក៏បានប្រាប់ថាដល់ពេលវេលាដែលខ្ញុំត្រូវត្រឡប់ទៅវិញហើយខណៈពេលដែលនាងដើរត្រឡប់ទៅវិញប៉នាងលីយូក៏បានសម្លឹងមើលទៅកាន់នាងឈាតែសម្លេងនាងឈាបានបន្លឺឡើងទៀតហើយថាអាយ៉ាសាងថ្ងៃក្រោយបើសិនជាមានគេឲ្យកំដរនិយាយគ្នាអញ្ចឹងត្រូវតែគិតប្រាក់របៀបថាពួកគេទទួលសេវាកម្មអង្គុយជជែកគ្នាអញ្ចឹងទៅលើបែបនេះសាងក៏បានប្រាប់ថាខ្ញុំចង់ចាំអីនៅក្រៅពីគិតអស់មួយរយៈប៉នាងលីយូក៏បានដើរសម្ដៅមកកាន់នាងឈាក៏ដូចជាបាននិយាយទៅកាន់នាងឈាផងដែរនៅកណ្ដាលជំរំគឺមានកន្លែងចម្អិនអាហារមួយហើយអ្វីបានជាមិនទៅញ៉ាំជាមួយគ្នាអញ្ចឹងឬមួយក៏លោកអន់ចិត្តដោយសារតែខ្ញុំផ្លាស់ប្ដូរផ្លូវបែបនេះលើបែបនេះនាងឈាក៏បានយកដោយមិនចង់មានរឿងច្រើននោះទេនិយាយថាខ្លួនគេហើយនឹងសាងនឹងធ្លាប់តែនៅឯកោអញ្ចឹងហើយនៅពីរនាក់គឺវាស្រួលជាងតែដោយសារប៉នាងលើកឡើងថាខ្លួនគេអន់ចិត្តបែបនេះនាងឈាក៏បានសួរទៅវិញថាអ្នកណាទៅឲ្យនាងផ្លាស់ប្ដូរផ្លូវដោយគ្មានការអនុញ្ញាតធ្វើអីចុះលើបែបនេះហើយក៏ដោយប៉នាងលីយូនៅតែមិនស្ដាប់និយាយបកទៅវិញថានាងឈានឹងដឹងស្អីទៅហើយដោយសារតែនិយាយជាមួយប៉នាងនឹងដូចជាពិបាកខ្លាំងពេកនាងឈាក៏បានដៀលចំតែម្ដងថាពួកខ្ពងពោះក៏ដូចជាប៉នាងផ្ទាល់នឹងគឺសុទ្ធតែជាពួកល្ងងខ្លៅលើគេដៀលខ្លួនឯងថាជាមនុស្សល្ងងខ្លៅបែបនេះនាងក៏ពិតជាខឹងខ្លាំងមែនតើនិយាយទៅកាន់នាងឈាថាប្រហើនតែនាងឈាគេនៅតែអត់ខ្វល់ដើរចេញហើយនិយាយថានិយាយជាមួយមនុស្សល្ងងដូចជាពួកនាងពិតជាពិបាកនិយាយចូលមែនបបោសាងចាក់ចេញហើយក៏ប៉ុន្តែប៉នាងលីយូនៅតែមិនព្រមសួរថាអ្នកណាឲ្យលោកចេញទៅនាងឈាបានតទៅវិញថាបើសិនជាឲ្យខ្ញុំបញ្ចុះបញ្ចូលមិត្តរួមក្រុមតែមានខួរក្បាលដូចជាជ្រូកអញ្ចឹងខ្ញុំគឺមិនប្រកែកនោះឡើយនាងមូម៉ាកាន់តែខ្លាំងតសៃកគឺកាន់តែតឹងបែបនេះសាងក៏បាននិយាយទៅកាន់នាងឈាថាលោកគួរតែទុកមុខឲ្យប៉នាងខ្លះផងទៅទុកមុខឲ្យមែនទេណែនាងសាសួរពួកចៅទាំងអស់នោះទៅមើលទុកមុខឲ្យនាងហើយយល់ថានាងគឺជាប៉នាងដែរទេដោយសារនាងឈាឡើងដៃពេកអញ្ចឹងនាងក៏បានគម្រាមថានឹងរីកាទៅកាន់លោកម្ចាស់ក៏ប៉ុន្តែភ្លាមនាងឈាក៏បានចាប់អារម្មណ៍ជាមួយនឹងមជ្ឈដ្ឋានជុំវិញខ្លួននៅផ្នែកខាងលើឃើញថាមានសត្វក្អែកជាច្រើនកំពុងតែស្រែកយំបែបនេះភ្លាមនាងឈាក៏បានប្រាប់ថាសត្រូវគឺវាបហាហើយនៅក្រោយពីនាំប៉នាងលីយូរត់ក្រព្រួយក៏បានហោះមកជាបន្តបន្ទាប់ហើយចំណែកឯកងទ័ពដែលមិនបានត្រៀមខ្លួនពួកគេក៏ត្រូវបានស្លាប់អស់មួយចំនួនតូចនៅក្រៅពីបាការវាបហាអស់មួយរយៈធំផ្សាយរឿងក៏បានបង្ហាញនៅព្រឹទ្ធាចារ្យម្នាក់មានឈ្មោះថាលូឈីងឈិនបញ្ចេញថាពលហើយក៏បាននិយាយថាក្រុមចោមមិនពីខាងណាពិតជាថ្លាមធំមែនបើជាហ៊ានធ្វើសកម្មភាពផងនិយាយចប់គាត់ក៏បានបាការវាបហាទៅកាន់ពួកគេដែលឆាយធ្វើឲ្យមនុស្សជាច្រើនក៏ត្រូវបានស្លាប់ហើយសូម្បីតែអាម៉ាស៊ីនបាញ់គ្រាប់ព្រួយនេះក៏ត្រូវបានខ្ទេចខ្ទីដែរអធិស្ឋានអ្នកគ្នាសម្រាយងួយដេកពេកឥឡូវដេកផ្លែហើយងើបមកវិញតោះយើងបន្តទៀតហើយវាបហាអស់មួយរយៈវាក៏បានទៅជួយជាមួយនឹងបរិះម្នាក់មើលទៅគេក៏ជាអ្នកវឹកហាត់ដែរគ្រាន់តែកវីផ្លិតនោះទេដែលឆាយធ្វើឲ្យកបិតមួយនឹងបានខ្ទាតទៅមកខាងទៀតការប្រយុទ្ធរបស់ភាគីទាំងពីរចំណាយពេលកាន់តែយូរហើយមនុស្សស្លាប់ក៏កាន់តែច្រើនដូចគ្នាបែបនេះនាងឈាគេក៏បាននិយាយថាពួកយើងគឺមិនអាចទ្រាំតទៅទៀតនោះទេអញ្ចឹងហើយគេក៏បាននាំអ្នកទាំងពីររត់តែមិនតបានទៅផងប៉នាងលីយូក៏បានប្រាប់ថាមានកូនក្មេងនៅក្នុងរទេះបែបនេះនាងឈាក៏ដូចជាមានការចាប់ផ្អើលខ្លាំងណាស់មានកូនក្មេងថែមទៀតអញ្ចឹងកូនក្មេងហ្នឹងគឺជាកូនរបស់លោកម្ចាស់ហើយយើងក៏មិនទាន់ដឹងថាលោកម្ចាស់មុខរបៀបម៉េចដែរដែលអត់មានជំរឿននាងឈាក៏បានលោតចូលនិយាយថាខ្លួនគេនេះមិនដឹងថាសាងបាបស្អីនោះទេនៅក្រៅពីនាងឈារត់ចូលពួកអេណាមីគេក៏បានស្រែកថាឆាប់សម្លាប់ស្រីបិសាចចោលទៅភ្លាមដំបូងរទេះមួយក៏បានហោះមកហើយសុំអ្នកគ្នារីករាយជាមួយនឹងការប្រយុទ្ធរបស់នាងឈាបន្តិចទៀតទៅនៅក្រៅពីសម្លាប់ពួកអស់នឹងហើយនាងឈាក៏បានរត់សម្ដៅមកកាន់រទេះដែលផ្ទុកកូនក្មេងបើកមកកូនក្មេងហ្នឹងវាដូចជាតាមនាងឈាបែបនេះនាងឈាក៏បាននិយាយថានេះហៅគណៈនឹងពុទ្ធចារ្យលោកក៏បាននិយាយទៅកាន់នាងឈាថាឲ្យការពារព្រះអង្គម្ចាស់ទុយឲ្យបានល្អទៅចំណែកឯពួកនៅលើភ្នំទុយឲ្យគាត់ជាអ្នកកម្ចាត់លើបែបហ្នឹងនាងឈាក៏បានតទៅវិញថាល្អអញ្ចឹងហើយខ្លួនគេក៏បានរៀបខ្លួននៅក្នុងការប្រយុទ្ធជាបន្តទៀតនៅក្រៅពីការប្រយុទ្ធរៀងដូចជាស្ងាត់ប៉នាងលីយូក៏បានធ្វើដំណើរទៅកាន់រទេះរបស់ព្រះអង្គម្ចាស់តូចគោលបំណងគឺដើម្បីតែយកព្រះអង្គម្ចាស់មកទុកនៅក្បែរខ្លួនដើម្បីតែសុវត្ថិភាពក៏ប៉ុន្តែផ្នែកខាងលើនេះវិញគេក៏បានបង្ហាញនៅអ្នកវឹកហាត់ម្នាក់ទៀតខាង enemy នៅក្រៅពីបញ្ចេញកូនកបិតដែលពោពេញទៅដោយថាមពលឈីគេក៏បាននិយាយទៅកាន់អបិម៉ាប់ម្នាក់ទៀតឯងទៅមុនទៅយើងធ្វើតាមផែនការក៏លេចមើលខាងក្រៅម្នាក់វិញភ្លាមដើមឈើដ៏ធន់សម្បើមួយក៏បានធ្លាក់ចុះមកពីលើមេឃដែលឆាយធ្វើឲ្យគ្រប់គ្នាទៅបានខ្ទាតហើយសូម្បីតែនាងឈាក៏ត្រូវបង្ខំចិត្តរត់ពួននៅក្រោមរទេះសិនដែរការប្រយុទ្ធរបស់អបិមេ
ធំនឹងនៅតែបន្តដែលអាវុធរបស់គេគឺជាដើមឈើដ៏ធំសម្បើមមួយហ្នឹងមនុស្សនេះមិនដឹងថាមានគីឡូប្រមាណនោះឡើយរត់ជន់មនុស្សងាប់ពេញហ្នឹងឃើញបែបនេះមេតបម្នាក់ក៏បានប្រាប់ទៅកាន់កូនចៅរបស់គេទៅឲ្យរៀបក្បួនទៅក៏ប៉ុន្តែក្បួនអីក្បួនទៅវាអត់ខ្វល់នោះឡើយបានកវីដើមឈើមួយហ្នឹងដែលឆាយធ្វើឲ្យពួកគេខ្ទាតដូចជាសម្លេងអញ្ចឹងដោយសារតែគេអបបញ្ជាក់ឈ្មោះអញ្ចឹងហើយខ្ញុំសុំដាក់ឈ្មោះឲ្យថាអាឡុងទៅក្លែងមើលខាងក្នុងរទេះអានេះវិញបន្ទាប់ពីឃើញការប្រយុទ្ធរបស់ពួកគេហើយព្រឹទ្ធាចារ្យឈិនគាត់ក៏បានចាប់ផ្ដើមបើកកាយវិភាទៅកាន់អាឡុងទៅបឿនកំបិតតែភ្ជាប់ជាមួយនឹងថាមពលវាពិតជាលឿនខ្លាំងណាស់ក៏ប៉ុន្តែអាឡុងគេនៅតែអាចចាប់ជាប់តែបើថាកំបិតនឹងបានចូលក្នុងខ្លួនគេបន្តិចក៏ដោយប៉ុន្តែវាមិនធ្វើនៅឡើយអាឡុងក៏បានប្រាប់ទៅកាន់គ្នាថាកំបិតរបស់គេត្រូវបានយើងចាប់ជាប់ហើយឆាប់បើកកាយវិភាភ្លាមទៅបន្ទាប់ពីបើកកាយវិភាទៅកាន់ព្រឹទ្ធាចារ្យឈិនពួកគេក៏បានសប្បាយចិត្តក៏ដោយសារតែសង្ឃឹមថានឹងអាចសម្លាប់គាត់បានតែផ្ទុយទៅវិញកូនកបិតមួយនឹងក៏បានខ្ទាតមកខាងក្រោយដែលឆាយធ្វើឲ្យពួកគេសើចលេងសមមិនត្រឹមតែប៉ុណ្ណឹងព្រឹទ្ធាចារ្យឈិនក៏បានបង្វាយទិសដៅរបស់វាបើកកាយវិភាទៅកាន់ម្ចាស់ដើមវិញអធិពលរបស់វានឹងពិតជាអស្ចារ្យខ្លាំងណាស់គ្រាន់តែចំហាយនោះទេដែលឆាយធ្វើឲ្យអាប៉ែនៅខាងលើនេះក្អួតឈាមមកដោយសារតែអាប៉ែខាងលើនឹងក៏គេអបបញ្ជាក់ឈ្មោះដែរអញ្ចឹងហើយខ្ញុំសុំហៅថាអាជាវសិនទៅក៏លេចមើលខាងអាឡុងនេះវិញបន្ទាប់ពីដកកូនកបិតមួយនឹងចេញហើយគេក៏បានស្រែកសម្ដៅទៅកាន់ពនាងលីយូមិនត្រឹមតែស្រែកគេក៏បានរត់ទៅទៀតដោយភ្ជាប់ជាមួយនឹងពាក្យសម្ដីថាស្រែកបិសាចយើងគឺនឹងទៅសម្លាប់នាងអីនៅតាមដំណើរកូនចៅម្នាក់ក៏ចង់មករៀបរៀងក៏ប៉ុន្តែវាគ្មានប្រយោជន៍នោះឡើយឃើញហើយព្រឹទ្ធាចារ្យឈិនក៏បានបើកការវិភាទៅកាន់អាឡុងដែលឆាយធ្វើឲ្យលំពេញជាច្រើនហោះទៅចាក់អាឡុងយ៉ាងសោះសាច់ថាឡុងគឺជាមនុស្សធម្មតាក៏ដោយប៉ុន្តែកម្លាំងរបស់គេពិតជាខ្លាំងណាស់បានដកនៅដាវមួយក៏ដូចជាកាប់ដងលំពេងទាំងអស់នឹងចោលអាឡុងវានៅតែបន្តព្យាយាមដើរសម្ដៅទៅកាន់ពនាងលីយូប៉ុន្តែនៅសកវត្តមានរបស់នាងជាក៏បានបង្ហាញឡើងហក់មកហើយនាងជាក៏បានចាក់ចំគោលករបស់អាឡុងហើយមិនត្រឹមតែប៉ុណ្្នឹងនោះទេគេក៏បានបង្វិលដាវធ្វើការអាលបំពង់ករបស់គេចោលភ្លាមមុននឹងស្លាប់អាឡុងវានៅតែព្យាយាមនិយាយថាស្រីបិសាចបើយោងតាមចរិតលក្ខណៈហើយនឹងពាក្យសម្ដីរបស់អាឡុងយើងក៏បានដឹងដែរថាប្រកាសជាមានរឿងអាត់កបាំងនៅពីខាងក្រោយខ្នងហើយគឺជាអាត់កបាំងសួរថាហេតុអ្វីបានជាអាឡុងហៅពនាងលីយូថាគឺជាស្រីបិសាចបែបនេះនៅក្រៅពីសម្រាប់អាឡុងហើយនេះជាគេក៏បានទៅសារទៅកាន់អាឡុងថាឯនេះក៏ជាមនុស្សអស្ចារ្យម្នាក់ដែរស្លេពីនឹងសាររឿងក៏បានបង្ហាញនៅពេលដែលនាងជាកំពុងតែអង្គុយនិយាយគ្នាជាមួយនឹងមេតបម៉ាលោកមេតបម៉ាគាត់ក៏បាននិយាយថាតាមពិតទៅរាជវង្សមហាថាងរបស់យើងពិតជាអង្អាចហើយនឹងក្លាហានខ្លាំងណាស់លើបែបនេះនាងជាក៏ឆ្ងល់សួរថាមានន័យថាម៉េចទៅលើបែបនេះមេតបម៉ាក៏បានឆ្លើយបកទៅវិញនៅកាលពីឆ្នាំនោះអធិរាជតៃស៊ូគឺធ្លាប់បានបណ្ដោយឲ្យភូមិមួយជាប់នៅព្រំដែនវាបហាទៅដោយពួកមនុស្សអាក្រក់ហើយជាលទ្ធផលភូមិមួយនឹងក៏ដូចជាកុលសម្ព័ន្ធមួយនឹងត្រូវបានបំផ្លិចបំផ្លាញចោលទាំងស្រុងលើបែបនេះនាងជាក៏ដូចជាមានការជាប់អើលដែរនិយាយថាបែរជាមានរឿងបែបហ្នឹងផងមេតបម៉ាក៏បានបង្ហាញទីតាំងភូមិសាស្ត្រឲ្យយើងបានស្គាល់ដែលនៅភាគខាងជើងនៃរាជវង្សមហាថាងមានកងទ័ពមាសនៅផ្នែកខាងលិចមាននគរយាលុនចំណែកឯខាងត្បូងវិញគឺមានរាជវង្សជីននៅផ្នែកខាងកើតមាននៅរាជវង្សសុងឈីហើយផ្នែកខាងជើងវិញមានព្រៃដ៏សែនឆ្ងាយទាំងពីរនេះគឺជាកម្លាំងសំខាន់របស់វិមានលេងសិនផ្នែកខាងលិចបូករួមជាមួយនឹងទន្លេធំនគរយានហើយនិងនគរតូចដទៃទៀតក៏ប៉ុន្តែមហាថាងរបស់យើងគឺជាកម្លាំងដែលកើតឡើងអំពីកងទ័ពផ្ទាល់អញ្ចឹងហើយវាសមនឹងទទួលបានងារថាជានគរដែលខ្លាំងក្លាបំផុតនៅក្រៅមេឃក៏ប៉ុន្តែកាលពី2ឆ្នាំមុនក៏សម្ព័ន្ធចិញ្ចាំងនៅភាគខាងជើងក៏មានការបះបោរក៏ប៉ុន្តែព្រះនាងម្ចាស់ម្នាក់គឺបានលុតជង្គង់នៅក្នុងសាលធំបើទោះបីជាមិនអើពើជាមួយនឹងការបះបោរទូទាំងប្រទេសក៏ដោយក៏ទ្រង់នេះនៅតែចង់អភិសេកដើម្បីក្លាយជាភរិយាទី2របស់ឆានយូចិនចាំងដដែលក៏ប៉ុន្តែមហាថាងរបស់យើងមិនដែលចង់រៀបការចង់សម្ព័ន្ធនិមិត្តស្អីនោះទេរាល់ភាអាមាទាំងអស់មហាថាងរបស់យើងតែងតែកាប់ឆ្ការវាហើយនឹងដោះស្រាយក៏ប៉ុន្តែរឿងនោះនៅតែមិនអាចបញ្ឈប់ការតាំងចិត្តរបស់ពនាងនឹងបាននោះឡើយដោយឃើញចរិតលក្ខណៈរបស់នាងបែបនេះឆានយូចិនចាំងក៏ពិតជាពេញចិត្តជាមួយនឹងនាងខ្លាំងណាស់ហេតុនេះហើយបានជាទ្រង់នាំយកនៅភាពសុខសាន្តរាប់សិបឆ្នាំមកដល់ភាគ2យប់នៃមហាថាងរបស់យើងនៅមានទ្រឹស្ដីមួយប្រភេទទៀតពនាងគឺព្រមរៀបការដើម្បីតែកិច្ចវេះអំពីម្ចាស់ស្ត្រីក៏ដូចជាកិច្ចចេញពីចំនួននៅក្នុងនគរផងដែរលើបែបនេះនាងជាក៏បានសួរបកទៅវិញក៏ប៉ុន្តែពនាងទៅតែបានរៀបការប្រហែលឆ្នាំតែប៉ុណ្ណោះម្យ៉ាងវិញទៀតសូម្បីតែឆានយូនឹងក៏ត្រូវបានស្លាប់ដែរមេតបម៉ាក៏បានតបទៅវិញថាមែនហើយស័ក្តិសមជាពនាងមហាថាងមែនហើយចាមេតបម៉ាពួកយើងអង្គុយនិយាយគ្នាកន្លះថ្ងៃទៅហើយក៏ប៉ុន្តែមានតែផែនទីមួយនៅក្នុងតង់តែប៉ុណ្ណោះមិននិយាយអំពីការធ្វើតុកសាច់ឬមួយក៏អ្វីផ្សេងទៀតឡើយដូចជាការចង្អុលបង្ហាញទេសភាពឬមួយក៏ជាការកាន់កាប់អំណាចបញ្ជាដ៏អស្ចារ្យអីអញ្ចឹងទៅលើបែបនេះមេតបម៉ាក៏បានតបទៅវិញថាឯងមិនទទួលបន្ទុកគ្រួសារមិនដឹងអំពីតម្លៃអស់ហើយនៅអង្គរនោះទេសួរបកទៅវិញថាបានថាវិការនឹងមកពីណាលើហើយនាងជាក៏បានតបថាអញ្ចឹងពួកយើងមានតរងចាំត្រីមាសលើកក្រោយតែពួកយើងគួរតែអាចដាក់ស្នើបានដែរឬមួយក៏អត់មេតបម៉ាវិញក៏បានតបថាគ្រប់យ៉ាងគឺអាស្រ័យទៅលើការកើតរបស់ព្រះអង្គហើយចំណែកនាងជាគេក៏បានឆ្លើយថាអញ្ចឹងហើយគឺសូមជូនពរឲ្យព្រះអង្គមានអាយុ100ឆ្នាំនិងមានថវិកាឲ្យច្រើនតោះមុននឹងបញ្ចប់សាច់រឿងក៏ខ្ញុំសូមបញ្យល់កន្លែងហ្នឹងឡើងវិញបន្តិចទៅអាចនឹងអ្នកទាំងអស់គ្នាស្ដាប់អត់សូវយល់ទេអ្វីដែលនាងជាចង់បានហ្នឹងគឺចង់បាននៅផែនទីនៅលើ
លើតុក៏ហើយមានកំពូលភ្នំមានទេសភាពអីត្រឹមត្រូវអញ្ចឹងទៅឧទាហរណ៍ដូចជារឿងស៊ូឈិងកាលពីអ៊ីពីសូតទី19ណាក៏ប៉ុន្តែយ៉ាងណាក៏ដោយមេតបមកក៏បានតទៅវិញថាការធ្វើបែបនេះគឺត្រូវការចំណាយលុយម្យ៉ាងវិញទៀតបើសិនជាទុកលុយនឹងសម្រាប់តែទិញអង្គឬមួយក៏ទិញអាហារឲ្យកងទ័ពគឺវាចំណេញជាងឬហើយនឹងជាក៏យល់ដែរអញ្ចឹងគេក៏បានជូនពរទៅកាន់ព្រះអម្ចាស់ថាឲ្យមានអាយុឲ្យវែងក៏ដូចជាមានលុយច្រើនទៅបានធ្វើអញ្ចឹងទៅគេស្រួលមើលអញ្ចឹងណាមូលហេតុក៏ដោយសារតែផែនទីដែលគូរនៅលើកណ្ដាលគឺវាអត់លម្អិតដូចជាផែនទីបែប 3D នោះឡើយ